Mong muốn này thọ pra công từ này kia thọ cận ấp ta là về để dương từ sanh song can nơi từ này kia bộc lực dương sanh songแต่mối phần tay bộc lực trên cả pì phần tay mối nó còn ao dương mối tít còn đặt ao dương thì còn lẹ tục đòi trên thần mình lọ vui thì hóa nữaបញ្ហានេះតើយើងត្រូវធ្វើអ្វីដើម្បីដឹងថាគាត់ចេញកាត់ពីយើងប្រកាសជាអត់ដឹងទេពីព្រោះអីយើងគ្រាន់តែស្នើកាតមួយហើយយើងគិតថាបុគ្គលិកគាត់នៅធនាគារគាត់គ្រប់តាមគោលការណ៍របស់ធនាគារឬក្រមសីលធម៌អាជីវៈក្នុងការបម្រើសេវាកម្មអតិថិជនក៏ដូចជាការរក្សាការសម្ងាត់ព័ត៌មានទាំងឡាយរបស់អតិថិជនចឹងទៅក៏ប៉ុន្តែប្រសិនបើបុគ្គលិកខាងក្នុងគាត់ fraud ឬក៏គាត់ដោយសារបញ្ហាណាមួយដោយសារគាត់មានសម្ពាធខ្វះលុយឬក៏ខ្វះគាត់ជំពាក់គេឬក៏គាត់មានបញ្ហាអីក្នុងគ្រួសាររបស់គាត់ដែលធ្វើឲ្យគាត់បង្កើតឱកាសក្នុងការចេញកាតទី3ហើយគាត់លួចដកលុយរបស់យើងក៏យើងអត់ដឹងដែរតោះតែយើងជួបបញ្ហាហើយបញ្ហាយើងប្តឹងទៅធនាគារទើបអាចថាគេរកដំណោះស្រាយឬក៏រកហេតុផលនៃការបាត់លុយចឹងទៅប៉ុន្តែបើទោះបីជាបញ្ហានឹងជាការ fraud ខាងក្នុងរបស់គេក៏គេមិនអាចចែកម្លែកមកអតិថិជនថាបុគ្គលិកគេលួចដែរគេប្រកាសជាដោះស្រាយតាមបែបណាមួយហើយគេដាក់លុយនឹងចូលវិញហើយក៏គេមិនអាចចែកម្លែកព័ត៌មានបែបហ្នឹងថាបុគ្គលិកគេមានការកេងបន្លំឬក៏លួចកាត់លុយរបស់អតិថិជនដែរដើម្បីរក្សាងប់មាត់ឬក៏គេឈ្មោះរបស់គេអញ្ចឹងណាប៉ុន្តែសុថាករណី fraud បែបហ្នឹងពីធនាគារខាងក្នុងតើវាមានកត្តាអីគេដែលបានជាឈានទៅដល់បញ្ហាហ្នឹងបញ្ហាទាំងអស់ហ្នឹងវាអាចថាទីមួយកត្តាឱកាសនៅក្នុងការធ្វើឧទាហរណ៍ថាបុគ្គលិក2នាក់ដែលគាត់ម្នាក់មានសិទ្ធិធ្វើការបញ្ចូលទិន្នន័យចឹងទៅហើយម្នាក់ទៀតគាត់មានសិទ្ធិអនុម័តនៅក្នុងប្រព័ន្ធប៉ុន្តែ2នាក់ហ្នឹងគាត់ត្រូវគ្នាគាត់សមគំនិតគ្នាករណីខ្លះអាចថាគាត់ផ្សំគំនិតគ្នាករណីខ្លះអាចថាមិនមែនជាការផ្សំគំនិតគ្នាទេគឺជាវប្បធម៌នៃការទុកចិត្តការចែកម្លែក user 2ដែលមួយបញ្ចូលទិន្នន័យមួយសម្រាប់អនុម័តអញ្ចឹងទៅឧទាហរណ៍ថាគាត់ទុកចិត្តគ្នាគាត់ឲ្យម្នាក់ហ្នឹងគាត់ទៅចូល password ហ្នឹងចូលទៅ authorize ឬក៏អនុម័តក្នុងប្រព័ន្ធដែលជាឱកាសគាត់រក្សាទុកលេខសម្ងាត់ហ្នឹងដើម្បីធ្វើប្រតិបត្តិការនៅពេលណាមួយដែលបុគ្គលិកម្នាក់ទៀតនោះគាត់អត់នៅហើយគាត់អាចចេញកាត2ឬក៏3ប៉ុន្តែជាក់ស្ដែងឧទាហរណ៍ថានៅពេលដែលគេចេញកាត2ឬក៏3យើងជាអតិថិជនយើងអត់ដឹងទេព្រោះយើងស្នើសុំតែមួយគេយើងទទួលបានតែមួយទេហើយបើទោះបីជាបាត់លុយតិចតួចក៏យើងអត់ដឹងដែរដោយសារអីដោយសារពេលខ្លះយើងចាយច្រើនតាមកង់យើងអញ្ចឹងហើយពីតើយើងម្ចាស់កណីហ្នឹងផ្ទៀងផ្ទាត់ប្រចាំថ្ងៃឡើងវិញថាតើលុយរបស់យើងចាយទៅណាខ្លះកន្លែងណាហើយអស់ប្រមាណនៅពេលដែលចាយខុសប្រក្រតីបើសិនជាចាយអស់ច្រើនខុសប្រក្រតីខ្លាំងបានយើងដឹងឧទាហរណ៍ថាយើងចាយធម្មតាអស់តិចតួចអញ្ចឹងប៉ុន្តែដល់ពេលថ្ងៃណាមួយនោះវាចេញអស់ច្រើនបានយើងដឹងថាចម្លែកលុយវាបាត់ករណីបែបហ្នឹងគឺពិបាកដឹងហើយយើងតែជាម្ចាស់មានការព្រួយបារម្ភមែនទែន